បាទជំរាបសួរអំពូមីងបងប្អូនទាំងអស់គ្នាបាទតេតងជាមួយនឹងការតាមដានទៅលើការវិភាគហាងឆេងមាសទាំងអស់គ្នាដែលជួបជាមួយខ្ញុំម៉ានប៉ាត្រីណាបាទអញ្ចឹងយើងមកវិភាគវីដេអូបន្តទៀតហើយដោយសារតែមានអំពូមីងភិកច្រើនគឺគាត់សួរខ្ញុំរហូតថាអត់ឃើញអូនឯងចេញវីដេអូសោះតាមអូនឯងនៅក្នុង Facebook អីឥឡូវមកតាមក្នុង YouTube ទៀតអត់ឃើញ បាទនឹងខ្ញុំនិយាយលេងមកអំពូមីងតិចចោះបាទដើមក្បាលដំបងអូខេអញ្ចឹងយើងមកនិយាយតាក់ទងជាមួយនឹងព័ត៌មានតិចសិនចាំយើងមកវិភាគទីផ្សារថាតើតម្លៃមាសហ្នឹងនឹងព្យាយាមឡើងឬក៏ចុះនៅក្នុងថ្ងៃហ្នឹងបាទតាក់ទងមួយព័ត៌មានគឺមានល្អមានអាក្រក់បាទហើយនឹងមានព័ត៌មានដើម្បីរងចាំយើងឃើញហើយកាលពីថ្ងៃសៅរ៍គឺមានបាតកម្មផ្ទុះបាតកម្មនៅទីក្រុង Los Angeles រដ្ឋ California ប្រទេសអាមេរិកណាបាទតាក់ទងជាមួយនឹងជនអន្តោប្រវេសន៍ដែលខាងភ្នាក់ងារ Donald Trump ហ្នឹងទាហានឬក៏ប៉ូលីសហ្នឹងគាត់ទៅចាប់ជនអន្តោប្រវេសន៍នៅខាងគេហៅថា resident មួយឲ្យកន្លែងដែលគេរស់នៅរួមបាទអញ្ចឹងក៏ដល់គាត់ទៅចាប់ទៅគឺចាប់ដោយទាំងមានអ្នកច្បាប់មានអ្នកអីអញ្ចឹងទៅហើយរបួសអីអញ្ចឹងទៅក៏មានការតវ៉ាពីនឹងមករហូតបាទហើយរហូតដល់ Donald Trump ហ្នឹងគាត់បញ្ជូនកងទ័ពមានទាំងកងទ័ពជើងទឹកទៀតបាទគេហៅថា Marine ណាMarine Navy បាទហ្នឹងហើយអញ្ចឹង Marine Navy ហ្នឹងចូលជិត700នាក់ហើយចំណែកទាហានហ្នឹងចូលជិត2000នាក់បាទតាក់ទងជាមួយនឹងចំណុចហ្នឹងដែលខ្ញុំប្រាប់ពីព័ត៌មានណាអញ្ចឹងចំណុចហ្នឹងឯងដែលធ្វើឲ្យសន្តិសុខអាមេរិកអត់សូវល្អតម្លៃទីផ្សារមាសវានឹងបុកឡើងទៅលើវិញចំណុចហ្នឹងណាអញ្ចឹងបើសិនជាការបដកម្មហ្នឹងកាន់តែអាក្រក់ទៅឬក៏មានមនុស្សស្លាប់អីចឹងណាបាទអញ្ចឹងគឺវានឹងអាចផ្ទុះឡើងទៅលើឲ្យតម្លៃមាសបាទតែហេតុអីបានយើងសួរថាហេតុអីបានជាតម្លៃទីផ្សារមាសធ្លាក់នៅព្រឹកនេះវិញបាទនៅថ្ងៃ10នេះណាបាទព្រឹកហ្នឹងណាធ្លាក់មកដល់3301ទៅងើបឡើងដល់3307វិញហេតុអីដោយសារតែតម្លៃទីផ្សារមាសហ្នឹងគឺធ្លាក់ដោយសារតែយើងឃើញការប្រជុំតាក់ទងមួយក្រុមការងារ Donald Trump និងក្រុមការងារលោកស៊ីជីនពីងតាក់ទងមួយពុនណាបាទគេចរចាគ្នាគេជជែកគ្នានៅប្រទេសអង់គ្លេសទីក្រុងឡុងណាបាទកាលពីដើមសប្តាហ៍ហ្នឹងឃើញថាអាចមានការមានថាវាមានផ្លែផ្កាល្អសម្រាប់ការជជែកគ្នាអញ្ចឹងណាអញ្ចឹងវាអាចមានការបធូរបន្ថយពន្ធណាមួយទៀតអញ្ចឹងតម្លៃទីផ្សារមាសវានឹងចុះមកវិញហើយបាទហើយនឹងចុះមកវិញក្នុងចំណុចហ្នឹងដែលធ្វើឲ្យមាសចុះហើយនៅថ្ងៃ19អាទិត្យក្រោយហ្នឹងគឺមានព័ត៌មានតាក់ទងជាមួយនឹងអត្រាការប្រាក់អាមេរិកទៀតបាទអញ្ចឹងទីផ្សារវាអាចមានភាពច្បុកច្បល់នៅក្នុងចំណុចហ្នឹងបាទជារួមទៅវាមានល្អមានអាក្រក់បាទអញ្ចឹងមានន័យថាទីផ្សារវាមានចុះវាមានឡើងបាទអញ្ចឹងអំពូមីងខ្លះគាត់ទិញនៅក្នុងតម្លៃខ្ពស់ដល់ពេលធ្លាក់ទាបទៅលក់ចេញខាតបដ ாய் ពេលដែលវាឡើងដល់តម្លៃដដែលវិញណាបាទហ្នឹងហើយអញ្ចឹងបើតាមខ្ញុំគិតតម្លៃទីផ្សារមាសនេះវាអាចនឹង sideways ទេអាច sideways ចន្លោះពី3300គត់ទៅ3350ដូចខ្ញុំវិភាគនៅក្នុងរូបភាពនេះអញ្ចឹងបាទអញ្ចឹងបើសិនជាតម្លៃមាសហ្នឹងវាធ្លាក់ក្រោម3300បើសិនជាតម្លៃទីផ្សារមាសហ្នឹងវាធ្លាក់ក្រោម3300អញ្ចឹងទីផ្សារហ្នឹងវាអាចនឹងធ្លាក់ខ្លាំងបាទអាចនឹងធ្លាក់ខ្លាំងណាតែបើសិនជាតម្លៃទីផ្សារមាសហ្នឹងវានៅតែបន្តឡើងលើ3312ឬក៏3313គឺតម្លៃទីផ្សារមាសហ្នឹងវានឹងឡើងទៅលើវិញហើយក្នុងចំណុចហ្នឹងបាទអញ្ចឹងគ្រាន់តែថ្ងៃហ្នឹងយើងចាំមើលសិនឯងវាអត់ទាន់បិទទីផ្សារក្នុងថ្ងៃសប្តាហ៍ហ្នឹងទេអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងយើងចាំមើលថាតើនៅម៉ោងអឺរ៉ុបឬក៏ម៉ោងអាមេរិកនៅយប់ហ្នឹងអីបើសិនជាវាមកតេស្តក្រោម3300បាទអញ្ចឹងវាបិទក្រោម3300មានអាចនឹងព្យាយាមធ្លាក់មកទៀតអញ្ចឹងណាបាទតែបើសិនជាវាបិទលើ3300តម្លៃមាសហ្នឹងគឺនឹងឡើងទៅលើវិញអញ្ចឹងវានៅក្នុងចន្លោះតែ3300ទេតម្លៃហ្នឹងណាបាទអូខេហើយអំពូមីងបើសិនតែចង់ចូលក្រុមមាសគីឡូឬក៏ក្រុម VIP Signal បាទអញ្ចឹងអាចTelegram មកខ្ញុំឬក៏លេខទូរស័ព្ទមកខ្ញុំបានណាបាទ Telegram មកខ្ញុំឬក៏លេខទូរស័ព្ទមកខ្ញុំបានក្នុងការសួរព័ត៌មានតាក់ទងមួយហាងឆេងមាសឬក៏មាសគីឡូហើយសម្រាប់បងប្អូនដែលជាអ្នក trade ក៏អាច Telegram មកសួរបានដែរ
តាក់ទងមួយការ trade ណាបាទកុំឲ្យយើងនៅ trade ខាតរហូតអញ្ចឹងវាពិបាកអញ្ចឹងណាបាទហ្នឹងហើយខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនហើយកុំភ្លេចជួយ share វីដេអូខ្ញុំមួយផងអំភុំមិញបាទអរគុណជម្រាបលាបាទ